បាទសួស្តីអ្នកនរគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel Digitech ហើយថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកមួយទៀតហើយពាក់ព័ន្ធជាមួយនឹងការប្រើនៅ Gmail ដែលយើង generate ហ្នឹងទៅ login នៅក្នុង website AI ដូចជា Kling AI Leonardo AI ជាដើមហើយនៅវីដេអូបន្ទាប់ខ្ញុំនឹងធ្វើនៅលើ Leonardo AI ម្ដងហើយកាលពីវីដេអូមុនហ្នឹងគឺខ្ញុំបានចែករំលែកទៅហើយនៅការប្រើនៅ Gmail goal មួយរបស់យើងហ្នឹងដើម្បីទៅប្រើប្រាស់នៅលើ website AI ផ្សេងៗដែលទាមទារឲ្យយើងប្រើនៅ Gmail ដើម្បីទទួលបាននៅ credit ដើម្បី generate នៅរូបភាពឬក៏វីដេអូជាដើមអញ្ចឹងសម្រាប់អ្នកនរគ្នាដែលទើបតែបានចូលមកកាន់វីដេអូនេះសូមជួយចុច Subscribe នៅ Channel របស់ខ្ញុំបានមួយផងដែល Channel នេះទើបតែបង្កើតទេហើយខ្ញុំនឹងចែករំលែកនៅវីដេអូគន្លឹះផ្សេងៗជាច្រើនទៀតដែលខ្ញុំបានដឹងទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូចែករំលែកបន្តទៀតអញ្ចឹងកុំឲ្យរង់ចាំយូរយើងចូលទៅកាន់ Kling AI តែម្ដងអូខេអញ្ចឹងចូលមកដល់ Kling AI អ្នកទាំងអស់គ្នាឃើញហើយគឺខ្ញុំបាន generate នៅវីដេអូផ្សេងៗហ្នឹងគឺយើងទៅឲ្យថានៅក្នុង Kling AI គឺពេលដែលយើង generate មួយវីដេអូគឺវាទាមទារដល់ទៅវាទាមទារ40 credit អញ្ចឹងខ្ញុំ generate បានតែ3វីដេអូទេគឺវាអស់ credit ហើយដោយសារតែវា free ក្នុងមួយ account 166 credit អញ្ចឹងដើម្បីទទួលបាននៅ credit generate បន្តទៀតយើងទាមទារឲ្យមាន Gmail ដើម្បីមក login ហើយទទួលបាននៅ credit free ឬក៏អ្នកនរគ្នាអាច upgrade បង់លុយឲ្យគេក៏បានដែរបើសិនជាអ្នកទាំងអស់គ្នាចង់បាននៅការ free credit ច្រើនហើយមិនមានវត្តមានជាដើមចឹងតែវីដេអូនេះខ្ញុំចែករំលែកតែការនេះទេការប្រើនៅ Gmail ដែលយើង generate free មួយហើយមកប្រើនៅទីនេះ unlimited ដូចគ្នាខ្ញុំហ៊ាននិយាយថា unlimited ដោយសារអីដោយសារតែ email goal យើងមួយហ្នឹងយើងអាច generate បានរាប់រយរាប់ម៉ឺនអញ្ចឹងយើងយកមកប្រើប្រាស់ពេលដែលយើងអស់មួយយើង log out ហើយយើងដាក់ Gmail ថ្មីចូលអញ្ចឹងយើងបន្តទៅការដាក់ Gmail ទៀតអញ្ចឹងយើងចូលមក home វិញមកអូខេអញ្ចឹងបន្ទាប់ពីចូលមក home ហើយយើងចូលកន្លែង profile នេះហើយយើងចុចលើ profile setting ហើយយើង delete account តែម្ដងនៅពេលដែលយើងចុច delete account ទៅវានឹងផ្ញើ email verify code មួយទៅកាន់ Gmail ដើមរបស់យើងអញ្ចឹងខ្ញុំចូលមកតែម្ដង copy នៅលេខ code ហ្នឹងមកយើងយកទៅដាក់ដើម្បីយើង delete account ដោយសារអីដោយសារតែយើងប្រើបានមួយ account ហ្នឹងវា free ឲ្យតែម្ដងទេវា free ឲ្យតែ166 credit ហ្នឹងគឺវាលែងហើយអញ្ចឹងយើង delete វាតែម្ដងទៅអូខេអញ្ចឹងក្រោយពេលដែលយើង log out ហើយគឺយើងចូលមកដល់ទីតាំងនេះអញ្ចឹងខ្ញុំមាននៅ email របស់ខ្ញុំដែលខ្ញុំបាន generate រួចហើយអញ្ចឹងខ្ញុំយកមួយមក
យើង copy ហើយយើងចូលនៅត្រង់ចំណុចនេះយើងបើសិនជាយើងចូលនៅកន្លែង sign in with Google account នេះវាអាចនឹងចូលទៅ Gmail ដើមរបស់យើងមិនអាចបាន free credit បន្តទៀតទេអញ្ចឹងយើងចូលកន្លែង sign in with email ចូលដល់ត្រង់នេះយើងចុច sign up for free តាមមកយើងដាក់ Gmail ថ្មីរបស់យើងមកហើយតាមមកយើងដាក់ password តាមមកយើង confirm password អូខេអញ្ចឹងបន្ទាប់ពីយើងដាក់ password ហើយយើងចុច next ចំនេះគេឲ្យយើង verify យើងអូសវាមកយើងអាចអូសវាឲ្យញាប់តិចមកព្រោះជួនកាលវាជាប់ដូចខ្ញុំចឹងខ្ញុំអូស2 3ដងកាអូសផុតចឹងទៅអញ្ចឹងយើងព្យាយាមអូសវាឲ្យចូលនៅទីតាំងរបស់វានេះអូខេអញ្ចឹងវាគ្រីសហើយតើគ្រីសហើយវានឹងផ្ញើលេខកូដ6ខ្ទង់ទៅ email ដើមរបស់យើងអញ្ចឹងយើងបើក email ដើមរបស់យើងមកអូខេអញ្ចឹងយើងចូល inbox មកនេះវាផ្ញើមកហើយនេះជាលេខកូដដែលខ្ញុំបានផ្ញើកន្លងមកដែលខ្ញុំបានប្រើ email កន្លងមកគឺវាផ្ញើមកអញ្ចឹងមានចុចត្រង់នេះដើម្បីបានលេខកូដរបស់យើង copy មកហើយយើងយកទៅដាក់ហើយចុច sign in អូខេយើងចុចចូល home មកអូខេណាស់អញ្ចឹងបន្ទាប់ពីយើង sign in ជាមួយនឹង account Gmail ដែលយើង generate រួចមកគឺយើងទទួលបាននៅ credit 166ទៀតដែលយើងអាចប្រើប្រាស់ដើម្បី generate រូបភាពឬក៏ generate វីដេអូបានហើយសម្រាប់វីដេអូ generate នេះសូមបញ្ចប់តែត្រឹមនេះហើយជាថ្មីម្ដងទៀតសង្ឃឹមថាអ្នកទាំងអស់គ្នាដែលបានចូលមកកាន់ channel របស់ខ្ញុំបាទជួយចុច subscribe ហើយដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូចែករំលែកបន្តទៀតជួបគ្នានៅវីដេអូក្រោយ